ជំរាបសួរអ្នកគ្រូឈ្មោះប៉ុនសុកលៀងថ្ងៃនេះដែរអ្នកគ្រូមានប្រធានបទពិសោធន៍មួយគឺនិយាយអំពីការសង្កេតជីវការខ្សែងំរបស់រុក្ខជាតិដែលមានការពិសោធន៍នេះដែរគឺស្ថិតនៅក្នុងជំពូកទី1នានាភាពនៃជីវរស់មេរៀនទី5រុក្ខជាតិដោយរុក្ខជាតិវាជាប្រភេទភាពវិរោស្វ័យជាតិដែលវាអាចផលិតអាហារបានវិញខ្លួនឯងហើយរួមមានពីរក្រុមសំខាន់គឺមានរុក្ខជាតិមានសរសៃនាំនិងរុក្ខជាតិមានសរសៃនាំដោយឡែករុក្ខជាតិមានសរសៃគឺមានរុក្ខជាតិមានបណ្ណងជាតិនិងរុក្ខជាតិមានគ្រាប់តើបងប្អូនត្រូវធ្វើដូចម្តេចដើម្បីនិយាយថារុក្ខជាតិនោះជារុក្ខជាតិមានសរសៃនាំដូច្នេះការពិសោធន៍នេះគឺមានវត្ថុបំណងសំខាន់ពីរទី1បង្ហាញទៅលើជាលិកាសរសៃនាំរបស់រុក្ខជាតិទី2គឺបង្ហាញពីតួនាទីរបស់បែងសរសៃនាំអញ្ចឹងយើងចូលទៅដល់ដំណើរការពិសោធន៍គឺទី1គឺយើងត្រូវកាត់ស្ពៃរបស់យើងជាពីរផ្នែកអញ្ចឹងយើងមានកែវនេះចំនួន2ហើយយើងដាក់ទឹករបស់វាតាមបរិមាណដែលសមស្របហើយមានលក្ខនេះយើងអាចប្រើនៅក្នុងកែវមួយចំនួន1កញ្ចប់ក៏បានដែរលាក់រលាយសពក្នុងទឹកយកស្ពៃរបស់យើងគឺដាក់ចូលទៅក្នុងកែវនេះអញ្ចឹងស្ពៃមួយទៀតគឺយើងដាក់ចូលក្នុងកែវលាក់ដែលមានពណ៌ក្រហមតែអញ្ចឹងបន្ទាប់ពីយើងធ្វើការត្រាំអស់រយៈពេល30នាទីយើងចាប់ផ្ដើមមើលសារជាថ្មីថាពណ៌នៃស្ពៃរបស់យើងមានលក្ខណៈកាន់តែក្រហមឬក៏លឿងជាងពេលដែលយើងទុករយៈពេល15នាទីអញ្ចឹងយើងអាចសន្និដ្ឋានបានថានៅក្នុងស្ពៃរបស់យើងគឺវាមានជាលិកាបាច់សរសៃនាំដែលវាមានតួនាទីនៅក្នុងការដឹកនាំនៅជាតិពណ៌នៅក្នុងលក្ខហ្នឹងចូលទៅក្នុងកោសិការបស់វាបានជាហេតុធ្វើឲ្យស្ពៃមានលក្ខណៈប្រែពណ៌ពីពណ៌ដើមរបស់វាទៅជាពណ៌ក្រហមឬមួយក៏ទៅជាពណ៌លឿងចាតាមរយៈការពិសោធន៍យើងអាចផ្ដល់បានជាអនុសាសន៍ចំនួន2ទី1ការជ្រើសរើសយកស្ពៃបង្គោលមកធ្វើការពិសោធន៍ដែលយើងអាចសង្កេតឃើញលទ្ធផលលឿនត្រឹមតែរយៈពេល15ទៅ30នាទីទី2គឺយើងអាចបង្ហាញអំពីការជ្រើសរើសពណ៌លក្ខមានន័យថាយើងជ្រើសរើសឲ្យខុសពីពណ៌របស់ស្ពៃចាសម្រាប់ការពិសោធន៍សង្កេតទៅលើជាការសរសៃនាំរបស់រុក្ខជាតិត្រូវបានបញ្ចប់អរគុណសម្រាប់ការតាមដាននិងទស្សនាវីដេអូមួយនេះសូមអរគុណសូមជម្រាបលា